ចេះតែឆ្ងល់ថាមិនបានឆាលោកលាក់សាច់គោរបស់គេហ្នឹងមើលទៅទឹកឆារបស់គេឡើងខាប់តំណងគួរចង់ញ៉ាំមែនតែនឥឡូវគឺខ្ញុំដឹងតិចនិចមួយហ្នឹងហើយសាច់គោវិញឡើងទន់មើលទៅគួរចង់ញ៉ាំមែនតែនយកមកជ្រក់ជាមួយនឹងទឹកម្រេចអញ្ចេះហើយនិយាយពីថាជាតិមែនតែនទឹកម្រេចក៏ឆ្ងាញ់ឆាសាច់គោហ្នឹងក៏ឆ្ងាញ់ដល់ពេលយើងយកមកជ្រក់អញ្ចឹងទៅនិយាយពីថាត្រូវជាតិគ្នាមែនតែនជាពិសេសយើងបានញ៉ាំបន្លែស្រស់ៗអញ្ចឹងគឺថាល្អដល់សុខភាពមែនតែនបងប្អូនធ្វើឆាលោកលាក់សាច់គោញ៉ាំអញ្ចឹងទៅបានញ៉ាំបន្លែច្រើនមុខអញ្ចឹងណានេះខ្ញុំមកចាប់ផ្ដើមឆាតែម្ដងជាដំបូងគឺខ្ញុំលីងខ្ទឹមឲ្យឈ្ងុយហើយដាក់សាច់គោចូលចំពោះសាច់គោគឺយើងទិញសាច់គោណាផុយល្អសាច់ច្រឡកក៏បានសាច់ផ្អែមក៏បានដែរហើយយើងយកមកឆាលោកលាក់សាច់គោអញ្ចឹងគឺឆ្ងាញ់មែនតែនចំពោះគ្រឿងផ្សំគឺខ្ញុំដាក់ទឹកត្រីប្រេងខ្យងដាក់ប៊ីចេងម្សៅស៊ុបដាក់ស្ករហើយជាពិសេសនោះគឺថាម្សៅឆាហ្នឹងបងប្អូនហើយលាយជាមួយនឹងទឹកដោះគោស្រស់បន្តិចមកគឺដាក់មកគឺថាឆារបស់យើងហ្នឹងគឺទឹកឡើងខាប់តំណងឆ្ងាញ់មែនតែនបងប្អូនរសជាតិក៏ឆ្ងាញ់ដែរហើយយើងឆាសាច់គោហ្នឹងមិនឲ្យឆ្អិនពេកទេឆាតែ2-3ត្រឡប់តែប៉ុណ្្នឹងគឺថារួចរាល់ហើយយើងមានបន្លែដូចជាមានសាឡាត់មានប៉េងប៉ោះហើយនឹងខ្ទឹមបារាំងមកគឺថាតំណងមែនតែនឬក៏បងប្អូនចូលចិត្តតសក់ឬក៏បន្លែផ្សេងទៀតអាចដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងណាចំពោះទឹកម្រេចហ្នឹងគឺយើងមិនចំលាយទឹកធម្មតាទេគឺយើងលាយជាមួយនឹងទឹកឆារបស់យើងហ្នឹងមកគឺថារសជាតិឆ្ងាញ់មែនតែននិយាយទៅទឹកម្រេចក៏ឆ្ងាញ់ឆាសាច់គោក៏ឆ្ងាញ់ដល់ពេលយើងយកមកជ្រលក់អញ្ចឹងទៅគឺថារសជាតិឆ្ងាញ់មែនតែនហើយបន្លែវិញគឺថាឡើងស្រស់ល្អទៀតមុខនេះគឺល្អមែនតែនគឺថាសម្បូរដោយប្រូតេអ៊ីននិងវីតាមីនអញ្ចឹងបងប្អូនចូលចិត្តពងមាន់ពងទាអីជៀនដាក់បន្ថែមទៀតមកកាន់តែឆ្ងាញ់អញ្ចឹងហូបបែបសាមញ្ញឆ្ងាញ់ហើយសុខភាពល្អកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណា